nghe đó cái gì ở phải khai ca nghe nhóm chuyện khăn đó cho cái lá xem á mùi ai này surprise đi bông thùng gì cái này mà mơ thì đi cho cái cho chập ví đi cái lá đi chị bay bài នេះគឺជាឡាន Forcing T5 Evo ឆ្នាំ2025ជាប្រភេទឡានដែលមានបច្ចេកវិទ្យាទំនើប Luxury ដែលមានរូបរាងបែប Sport Car ដែលមានតម្លៃពិសេសគឺត្រឹមតែ$30,000ជាងតែប៉ុណ្ណោះអ្នកទាំងអស់គ្នានិយាយពីគូតក្រោយរបស់ឡាន Forcing វិញអ្នកទាំងអស់គ្នាលយអែមមែនតើតែយើងធ្វើការកវិសជើងបន្តិចហ្នឹងបើកអូតូបិទអូតូតែម្ដងបើនិយាយចេញពីចិត្តហ្មងណាសម្រាប់ឡាន Forcing គឺតាក់ចិត្តរបស់ខ្ញុំគឺច្រើនខ្លាំងមែនតើគុណសម្បត្តិច្រើនហើយបើនិយាយពី option វិញអាចនិយាយបានថាឡានទូទៅគឺអត់មានដូចទេចំណុចសំខាន់របស់ឡាន Forcing មានបំពាក់ជាមួយនឹងម៉ាស៊ីន Mitsubishi របស់ជប៉ុនសម្រាប់ម៉ាស៊ីន 1.5 turbocharged ដែលមានកម្លាំងសេះរហូតដល់197 HP ចំណុចដែលតាក់ទាញមួយទៀតរបស់រថយន្ត Forcing នោះគឺផ្នែកចង្គៀងដែលបំពាក់ដោយចង្គៀង Daytime Running Light មើលទៅស្រស់ស្អាតតាក់ទាញខ្លាំងមែនតើមិនថាការបើកបរពេលថ្ងៃឬក៏ពេលយប់ទេកាន់តែផ្ដល់ភាពងាយស្រួលហ្មងដែលអាចទម្លាក់ឬក៏តម្លើងភ្លើងដោយស្វ័យប្រវត្តិទៀតផងផ្នែកដំបូលនៃឡាន Forcing ជាប្រភេទ Panoramic Sunroof ដែលមានទំហំធំទូលាយដែលយើងអាចបើកបានដល់ផ្នែកខាងក្រោយពិសេសបំផុតសម្រាប់ដំណើរកម្សាន្តតាមបណ្ដាខេត្តបើនិយាយពីផ្នែកខាងក្នុងវិញគឺមានកៅអី massage ក្តៅត្រជាក់ព្រមទាំងមាន memory set ដែលអាច set បានរហូតដល់4របៀបទៀតផងអ្នកទាំងអស់គ្នារីឯអេក្រង់កម្សាន្តមានទំហំរហូតដល់ 10.25 អ៊ីញឯណោះបើនិយាយពីរូបរាងវិញមិនថាខាងក្នុងឬក៏ខាងក្រៅទេគឺបែប sport car ហើយស្រស់ស្អាតតាក់ទាញ luxury និងធំទូលាយទៀតផងឡាន Forcing មានបំពាក់កាមេរ៉ា360និង sensor ជុំវិញឡានទៀតសម្រាប់ខាងក្នុងវិញគឺទូលាយនិងមានកន្លែងដាក់អ៊ីញញ៉ាំច្រើនកន្លែងទៀតហើយមាន wireless charge និងមាន USB charge រហូតដល់4កន្លែងទៀតកន្លែងហ្នឹងគឺខ្ញុំរ៉េតឲ្យ10លើ10ហ្មងអ្នកទាំងអស់គ្នាដោយសារតែមានអត្ថប្រយោជន៍ហើយនិងគុណសម្បត្តិអញ្ចឹងអ្នកទាំងអស់គ្នាបាទខ្ញុំរើសយកជាមួយនឹងឡាន Forcing ហើយចំណុចនេះគឺជាកន្លែងដែលខ្ញុំ focus ខ្លាំងមែនតើសម្រាប់ Forcing គឺជាឡានមួយដែលមានកម្រិតស៊ីសាំងត្រឹមតែ 6.6 លីត្រក្នុង100គីឡូម៉ែត្រនិយាយចំទៅគឺស៊ីសាំងតិចខ្លាំងមែនតើហោណាទៀត Forcing បានមានហើយសម្រាប់ចំណុចពិសេសដែលខ្វះបានជាមួយនឹងឡាន Forcing នោះគឺការធានាទៅលើម៉ាស៊ីនមួយជីវិតនិងធានាទៅលើគ្រឿងបន្លាស់រយៈពេល5ឆ្នាំឬក៏150,000គីឡូម៉ែត្រឯណោះប៉ុណ្ណឹងអត់ទាន់ចប់ទេអ្នកនរគ្នានឹងមានការថែមលាងឡាន free រហូតដល់រយៈពេលមួយជីវិតទៀតផងនិងមានការ free បដូរប្រេងម៉ាស៊ីនរហូតដល់ចំនួន2ដងទៀតប៉ុណ្ណឹងក៏អត់ទាន់ចប់ដែរគឺមានថែម free ជាមួយនឹងកាមេរ៉ាជើងមួយឈរនិងកាមេរ៉ាគូតឡានខាងក្រោយមួយទៀតជំរាបសួរបងប្អូនអ្នកខ្ញុំបាទខ្ញុំវិរៈជួបគ្នាសាជាថ្មីក្នុងវីដេអូរបស់ស្វែកហាតោះឥឡូវយើងចូលទៅកាន់ប្រធានបទរបស់យើងវិញណាពាក់ព័ន្ធជាមួយនឹងស៊េរីឆ្នាំ2024នេះខ្ញុំមាននៅចំណុចខ្លះចង់បញ្ជាក់បងប្អូនអំពីភាពខុសគ្នាអញ្ចឹងទី1ខ្ញុំសូមសង្កត់ធ្ងន់ទៅលើការ design តែម្ដងខ្លាំងជាងគេគឺទៅលើផ្នែកប៉ាណាខាងមុខបងប្អូនអ្នកគ្នាមើលទៅកាន់តែកាចកាន់តែ sport អ្វីដែលពិសេសហ្នឹងគឺបានបំពាក់មកជាមួយនឹង carbon fiber ស្អាតមែនតើនៅត្រង់ចំណុចខាងនេះណាហើយប៉ាណានេះបើសិនជាយើងកលេចមកឆ្វាច់ទៅគឺថាដូចជាប្រភេទរថយន្ត sport រថយន្តអីគឺថាមើលទៅកលិបតែម្ដងហើយសម្រាប់ជាគៀងខាងមុខលើក Daytime Running Light ផ្នែកខាងលើហើយការ design ជាគៀងខាងមុខនេះគឺកាន់តែ slim ជាងមុនហើយសម្រាប់ផ្នែកខាងក្រោយវិញមាននៅចំណុចពិសេសបងប្អូនទៅលើកែងខាងក្រោយដែល design មកតាមបែប sport អ្វីដែលពិសេសគឺបានរំលេចមកជាមួយស៊ីម៉ាំង4អញ្ចឹងបងដែលគាត់ជាយុវវ័យគឺថាត្រូវចិត្តតែម្ដងសម្រាប់ Forcing T5 Evo ស៊េរីឆ្នាំ2024បើសិនជាមើលទៅលើផ្នែកខាងក្នុងវិញគាត់បានធ្វើការបន្ថែមមកជាមួយនឹងក្អីពូកស្បែកពណ៌លឿងនេះជា signature ឬក៏ជារសនិយមមួយបែបប្លែកពីចំនួនមុនហើយអ្វីដែលកាន់តែពិសេសគឺអីមានមុខងារពិសេសត្រង់អីបងប្អូនអ្នកគ្នាមានមុខងារក្តៅត្រជាក់មានមុខងារ memory seat ដែលអាចកំណត់នៅ4អង្គចង់ចាំឬក៏សេរីបាន4របៀបហើយអ្វីដែលកាន់តែអស្ចារ្យមួយទៀតគឺក្អីផ្នែកតកង់បងប្អូនអ្នកគ្នានៅពេលដែលយើងចុះពីរថយន្តក្អីនឹងធ្វើការរំកិលថយក្រោយនៅពេលដែលយើងឡើងរថយន្តធ្វើការអង្គុយចាប់ផ្ដើមបើកបោកក្អីនឹងធ្វើការរំកិលទៅមុខពិសេសមែនតើសិតសឹងតែជាចំណុចដែលជាការផ្លាស់ប្ដូរពាក់ព័ន្ធជាមួយនឹងអ្វីដែលប្លែកមួយទៀតមាន LED នៅខាងក្រោមទ្វារនៅពេលដែលយើងបើកទ្វារទៅគឺភ្លើង LED បាញ់ជា logo របស់ Forcing ចាំងទៅដីហ្មងខ្ញុំសូមនិយាយអំពីចំណុចពិសេសរបស់រថយន្តនេះប្រភេទម៉ាស៊ីនសាំង 1.5 លីត្រ turbo charge កម្លាំង197 HP ជាមួយនឹងកម្លាំងដំបូល 285 Newton m ម៉ាស៊ីននេះគឺជាប្រភេទម៉ាស៊ីន Mitsubishi ដែលផ្ដោតសំខាន់ទៅលើភាពធន់ performance ខ្លាំងហើយសន្សំចៃម៉ាស៊ីននេះក៏ទទួលបាននូវការធានារហូតដល់មួយជីវិតផងដែរហើយបើសិនជាការធានាទៅលើតួខ្លួនឡានទាំងមូលគឺរហូតដល់5ឆ្នាំឬស្មើនឹង 150,000 គីឡូប្រអប់លេខរបស់វាគឺជាប្រភេទប្រអប់លេខ7វគ្គ DCT ឬក៏7វគ្គ Dual Clutch Automatic អញ្ចឹងពាក់ព័ន្ធទៅនឹងចំណុចពិសេសមួយទៀតដែលយើងនិយាយពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាទំនើបមានដូចជាភ្លើង ambient light ចំនួន64ពណ៌កាមេរ៉ា360ដឺក្រេកាមេរ៉ាសុវត្ថិភាពផ្នែកខាងមុខហើយក៏មានមកជាមួយនឹង sensor កវាសជើងបើកឃ្លុបក្រោយផងដែរចូលទៅកាន់ចំណុចចុងក្រោយគឺពាក់ព័ន្ធជាមួយនឹងប្រព័ន្ធសុវត្ថិភាពដូចជាប្រព័ន្ធ rear cross traffic alert ដាស់តឿននៅពេលរយៈថយក្រោយប្រព័ន្ធ Front automatic ប្រព័ន្ធដាស់តឿនពេលមានឧបសគ្គខាងមុខកំឡុងពេលបើកបរ forward collision warning ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ auto parking និងពងសុវត្ថិភាពមានចំនួន6គ្រាប់បងប្អូនអរគុណអញ្ចឹងអរគុណមែនតើសម្រាប់ការតាមដានទស្សនាយល់ឃើញយ៉ាងណាដែរបងប្អូនអាចធ្វើការ comment បានព័ត៌មានលម្អិតក៏ដូចជាអាស័យដ្ឋានបានដាក់នៅខាងចុងវីដេអូនេះអរគុណជំរាបលាជួបគ្នាវីដេអូបន្តទៀត